មានបុកល្ហុងទៅមាននំបញ្ចុកមានជើងមាន់អាំងទៅចាហើយថ្ងៃនេះគឺថានាំកូនស្រីរបស់នេះខ្ញុំទាំងពីរហើយនឹងគូសាររបស់ខ្ញុំគឺយើងនាំគ្នាមកពិចនិចពិចនិចនៅកណ្ដាលវាស្រែបងប្អូនអើយចាចុងសប្តាហ៍ថ្ងៃអាទិត្យអីអញ្ចឹងទៅយើងនាំកូនមកញ៉ាំអីនៅវាស្រែអីអញ្ចឹងបងប្អូនគឺថាឆ្លាស់មុខឆ្លាស់មាត់មែនតែនហើយថ្ងៃនេះដែរគឺថាថ្ងៃអាទិត្យកូនអត់បានទៅរៀនទៅក៏នាំគ្នាជិះម៉ូតូដើរលេងអីអញ្ចឹងបងប្អូនចាពួកយើងនាំគ្នាទៅវាស្រែនៅចុងភូមិដែលនាងខ្ញុំរស់នៅនេះបងប្អូនគឺថាទេសភាពស្អាតមែនតើបងប្អូនមិនបាច់ចាំទៅណាឆ្ងាយទេមកតែវាស្រែនៅចុងភូមិនេះទៅនិយាយពីថាអូយទេសភាពយកទៅណាមិនអស់ទេបងប្អូនហើយមើលតែស្នាបមើលតែស្រូវនិយាយពីថាខៀវខ្ចីមែនតើហើយចាំបាច់ទៅសាកថ្មជីវិតនៅឯណាបងប្អូនហើយសាកថ្មទៅនៅចិត្តផ្ទះនេះយកទៅណាមិនអស់ទេហើយពួកខ្ញុំក៏បានជិះម៉ូតូទៅនិយាយពីថាអូយទេសភាពស្អាតមែនតើបងប្អូនថ្ងៃរៀបលិចនិយាយពីថាអូយស្អាតមែនតើបើបងប្អូនឃើញផ្ទាល់រត់តែស្អាតជាងដែលនាងខ្ញុំថតទៅទៀតបងប្អូនហើយពួកយើងបានជិះម៉ូតូទៅរកកន្លែងឈប់ដើម្បីញ៉ាំអីអញ្ចឹងបងប្អូននិយាយពីថាអូយកូនស្រីរបស់នាងខ្ញុំទាំងពីរបងប្អូនគឺថាសប្បាយចិត្តរីករាយមែនតើព្រោះគាត់ចូលចិត្តមកកន្លែងនេះបងប្អូនហើយនេះក៏មិនមែនយើងមកលើកទី1ទេបងប្អូនយើងមកច្រើនដងដែរប៉ុន្តែគាត់ថាមកប៉ះខ្លះទៅចំអាពេលស្រូវគេចិត្តច្រូតទៅខ្លះមកទំពេលគេសាបសណាបសាបស្រូវអីអញ្ចឹងបងប្អូនហើយនិយាយពីថាមនុស្សចាស់គាត់មកមើលស្រូវមកដាក់ទឹកស្រូវអីអញ្ចឹងហើយពួកយើងក៏នាំគ្នាជិះម៉ូតូមកដល់កន្លែងដែលទេសភាពស្អាតហើយកូនស្រីនេះខ្ញុំនឹងស្អីទេរកខ្យងរកក្តាមអីទេដើរហើយទឹមតែភ្លៀងរួចបងប្អូនដល់ពេលអញ្ចឹងទៅផ្លូវវារៀងបែកផុកអីអញ្ចឹងបងប្អូនហើយនិយាយពីថាកូនស្រីនេះខ្ញុំស្អីទេដើររកខ្យងរកក្តាមអីទេនេះហើយនិយាយពីថាអូយដើរលុកផុកលុកតែអីណាបងប្អូនហើយក៏សប្បាយម្យ៉ាងដែរបងប្អូនគឺថារីករាយស្រស់ស្រាយហើយយើងមានអេតជាមួយបុកល្ហុងជើងមាន់ជើងអីទៀតអូនិយាយពីថាអែមែនតើបងប្អូនហើយយើងនាំគ្នាញ៉ាំនិយាយពីថាកូនស្រីដូចខ្ញុំវិញបើឃើញមានរបស់ចឹងនិយាយពីថាញញឹមបិទមាត់នៅចិត្តនឹងអាថ្មិញខ្មៅនឹងឯងបងប្អូនហើយនេះនិយាយពីថាតំណងទេបងប្អូនរបស់ដែលខ្ញុំញ៉ាំថ្ងៃនេះគឺថាយើងមាននំបញ្ចុកយើងដាក់ជាមួយបុកល្ហុងបុកអីទៅនិយាយថាអូឆ្ងាញ់មែនតើបងប្អូនហើយមើលកូនស្រីនេះខ្ញុំហ្នឹងនិយាយពីថាដល់ហើយទេសភាពនៅនេះគឺថាស្អាតមែនតើបងប្អូនហើយនេះសកម្មភាពរបស់ខ្ញុំនិយាយពីថាសម័កតងន់នៅសម័កឯប៉ុណ្ដឹងហើយសម័កអីទុកម្ដុំសិនទៅបើបានរបស់ឆ្ងាញ់ចេះហើយគួបផ្សំជាមួយនឹងទេសភាពវាស្រែធំក្លិនស្រូវបន្តិចចេះផងនិយាយពីថាអូយដាក់ទៅជាតិមែនតើបងប្អូនហើយនេះសកម្មភាពគ្រួសារនេះខ្ញុំពងតនៅវាស្រែញ៉ាំអីអញ្ចឹងបងប្អូនហើយនេះគ្រាន់តែជាវីដេអូចែកម្លែកសកម្មភាពពេលដែលនេះខ្ញុំនាំកូនដើរលេងទេសភាពបែបនេះឯងបងប្អូននៅចិត្តភូមិនេះខ្ញុំរស់នៅបងប្អូនគឺថាវាស្រែដាច់កតុយភ្នែកចេះឯងបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយអរគុណដល់ពុកម៉ែបងប្អូនដែលតែងតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយណា